ចប់ហើយម៉ូតូរបស់ខ្ញុំ លោកបាក់បោចំណិចហ្នឹងគឺគាត់ហេតុអីបានគាត់នៅទីនេះបាត់ស្ទង់ចាំបាត់ផ្លែចំទៅតែបានតែបានគ្មានប្រមាណអ្នកជួយសង្គ្រោះរូបរាងរបស់គេពិតជាតែចិត្តខ្ញុំឈ្មោះអីដែរបងស្រីខ្ញុំឈ្មោះឈីសេងប៉ុន្តែគ្មានប្រុសនៅពីមុខខ្ញុំនេះគេគ្មានស្នាមបេះដូងទេហេតុអីបានខ្ញុំមានអារម្មណ៍ថាគេគឺជាគ្មានប្រុសម្នាក់នោះដែលខ្ញុំកំពុងតាមរកហើយមានឈ្មោះអីដែរ បងស្រីខ្ញុំឈ្មោះជាងយ៉ាង អាយុប្រហែលពេញវ័យហើយមែនទេ អាយុ21ឆ្នាំជានិស្សិតនៅសាកលវិទ្យាល័យពេកាំង គេនៅជានិស្សិតមហាវិទ្យាល័យនៅឡើយ បងស្រីខ្ញុំដឹងថាខ្ញុំខុសដែលធ្វើឲ្យប៉ះឡានរបស់បងអញ្ចឹងប្រាប់ខ្ញុំមកតើអស់ប្រហែលចាំខ្ញុំចេញសង មិនខ្លាញ់ទេត្រឹមតែ20,000 យួនគឺគ្រប់គ្រាន់ហើយ តែមិន20,000 យួនណា ខ្ញុំទៅពេលមួយសប្តាហ៍ដើម្បីឲ្យអញប្រមូលលុយ មួយសប្តាហ៍មិនលឿនពេកទេដឹងទោះខ្ញុំមិនហូបមិនផឹករត់ថ្ងៃក៏សន្សំមិនបានផងខ្ញុំត្រូវចំណាយពេល3ឆ្នាំឯនោះទើបអាចរកប្រាក់20,000នេះបាននេះត្រឹមមួយសប្តាហ៍ហើយនេះគឺអ្នកនាងសុងវិញយូគ្រួសារសុងតាពាក់កណ្ដាលទីក្រុងពេកាំងនេះសុទ្ធតែជារបស់គ្រួសារសុងទាំងអស់នឹងតើធ្វើយ៉ាងម៉េចទៅ អរគុណចំពោះការទស្សនាសូមជួយ Subscribe Like និង Share មួយមកបាន បើអញមិនអាចប្រមូលលុយក្រុមខ្ញុំមានវិធីមួយទៀតពេលនេះឯណាខ្ញុំត្រូវឯង បងស្រីសុងបងថាមានវិធីផ្សេងមួយទៀតដើម្បីទូទាត់សំណងតើជាវិធីអ្វីទៅ និយាយស្មោះត្រង់ទៅខ្ញុំចាប់អារម្មណ៍លើរាងកាយរបស់ឯងខ្ញុំចង់ឲ្យឯងទៅជាមួយខ្ញុំ សុំទោសខ្ញុំមិនព្រមទេ 20,000 យួនឲ្យលុយសុទ្ធឬកាន់ អ្នកនាងសុងត្រឹមពេលមួយសប្តាហ៍ខ្ញុំពិតជាមិនអាចរកប្រាក់បានច្រើនយ៉ាង ចាំ នេះទេ សងលុយឬក៏ធ្វើតាមខ្ញុំ សុំទោសខ្ញុំធ្វើមិនបានទេអ្នកនាងសុងកុំមកខំខ្ញុំតែបានទេ អាណិតណាស់តែខ្ញុំចូលចិត្តបង្ខំមនុស្សឲ្យធ្វើអ្វីដែលមិនចង់ធ្វើលើពីនេះទៀតខ្ញុំកំពុងពមៀនឯងបើមិនចង់ឲ្យខ្ញុំរំខានឯងដល់សាលារាល់ថ្ងៃទេឬមិនចង់ឲ្យមិត្តរួមថ្នាក់នឹងគ្រួសាររបស់ឯងដឹងនោះទេកុំរឹងរូសឲ្យសោះ ខ្ញុំធ្វើតាមខ្ញុំសន្យា ប្រសើរមែនទេមើលទៅសង្ហាន់ណាស់ អរគុណចំពោះការទស្សនាសូមជួយ Subscribe Like និង Share មួយមកបាន ចាំមិញស្ដាយក្រោយហ៎ ខ្ញុំ ទៅងូតទឹកទៅលាងស្អាតហើយអត់ចាំមកថើបខ្ញុំភ្នាក់ហើយ អ្នកនាងសុងពួកយើងដោះស្រាយទៅហើយខ្ញុំលែងជាពាក់អ្នកនាងហើយមែនទេ ចេញទៅ ណា សៀងយ៉ាងអញមិនអាចគេចផុតពីខ្ញុំបានទេ អរគុណចំពោះការទស្សនាសូមជួយ Subscribe Like និង Share មួយមកបាន ខ្ញុំត្រូវត្រឡប់មកវិញនៅថ្ងៃស្អែកម្ដងទៀតយ៉ាសសាន សៀងយ៉ាងត្រូវគេចាប់បាននៅមុខបែបនេះខ្ញុំច្បាស់ជាមិនផុតពីការជេរប្រមាណមិនបានទេត្រូវតែផ្ដំមេរៀនឲ្យគេបងឡុងបងត្រូវតែបដាគេឲ្យខ្ញុំណាយកមិញពេលចិត្តបដាផ្ទះភ្លាមនោះគេបានសប្បាយអប់ខ្ញុំពេលនោះបើខ្ញុំរត់មិនទាន់ទេមនុស្សអាក្រក់នេះច្បាស់ជាធ្វើបាបខ្ញុំមិនខាន យោសំណប់ចិត្តកុំបារម្ភអីតាមបងឡងបដៅវាឲ្យអូន ពួកលោកតាំងខ្វៃ សំណប់ចិត្តអូនចង់ដាក់ទោសពីចឹង តោះដែលគេចង់តែងចំណេញពីខ្ញុំត្រូវកាត់អណ្ដាតវាយបំបាក់ជើងរបស់គេតោះតែបែបនេះតើគេមិនធ្វើអាក្រក់ទៅថ្ងៃក្រោយទៀត តែបានលឺទេ នេះគឺជាផ្ទះវិឡាឯកជនលោកមិនក៏ហ៊ានធ្វើបដិបត្តិបែបនេះ អាក្មេងតូចអាក៏មកសួរយើងថាជាអ្នកណានៅតំបន់ខាងជើងនៅទីក្រុងប៉េកាំងទាំងមូលអ្នកណាថាមិនស្គាល់ឈ្មោះឡុងខឺយើងនោះ លេខខ្ញុំទៅ ឆាប់លេងគេភ្លាម អ្នកនាងសុង នាងឆ្កែញីនេះមកពីណាមិនក៏ហ៊ានទៅអត់កតោដាក់បងឡុង ឆាប់អត់មកទៅអ្នកនាងសុងថ្មីរបស់ខ្ញុំស្គាល់ទេខ្ពស់នាងមានតែភ្នែកអត់ស្រីទេពួកឯងនៅដល់ណាទៀតមិនកំឡៃទៅ ត្រូវវាយបំបាក់ជើងសិនទៅរៀងចាំងហ៎ អ្នកនាងសុងខ្ញុំខុសហើយអ្នកនាងសុងលើកឡើងខ្ញុំដល់ទៅ កុំឲ្យខ្ញុំឃើញលោកនៅពេលកាំងម្ដងទៀតអីសោះបើមិនដូច្នេះទេ ខ្ញុំមិនទៅឆ្ងាយខ្ញុំមិនអត់ឃើញទៀតទេ
អរគុណចំពោះការទស្សនាសូមជួយ Subscribe Like និង Share មួយម៉ាវ៉ាន់